គូទី2ទឹកទី1បាទលោកស្រីនេះកញ្ញាជាទីមេត្រីយើងឃើញថាបាទគ្រាន់តែគូទី1តែប៉ុណ្ណោះបាទឃើញថាបងប្អូនដែលស្នេហាវិស័យកីឡាផ្ដល់មកច្រើនទស្សនាយ៉ាងច្រើនកកមែនទែនដែលជាការលើកទឹកចិត្តដល់កីឡាកររបស់យើងដែលកំពុងតែបង្ហាញសមត្ថភាពរបស់គេលើសង្វៀនប្រដាល់បាទសូមបញ្ជាក់ផងដែរថាកីឡាករបង្គោលក្រហមជ័យសវណ្ណនេះកីឡាករមកពីស្រុកស្វាយទៀបខេត្តស្វាយរៀងហើយច័ន្ទសេហាបាទគឺនៅក្រុងប៉ារីសបាទនៅក្រុងប៉ារីសកីឡាករនេះលើកជើងបន្តិចសម្រាប់បង្គោលក្រហមប្រកួតបាន4ដងឈ្នះ2ចាញ់2ចុងក្រោយគេចាញ់បន្ទុកមាសសិរិទ្ធកូនសិស្សលោកសុកវិជ័យនៅក្លឹបឃ្លៀងមឿងកីឡាចំណែកឯច័ន្ទសេហាគឺប្រកួតបាន1ដងចាញ់បាទចាញ់ដោយសន្លប់ដោយកីឡាករស៊ីវិសុជាតិកូនសិស្សលោកច័ន្ទប៊ុនធឿននៅក្លឹបខេមរៈខ្លាហោះលើកជើងបន្តិចមួយជើងរបស់សេហាបង្គោលក្រហមជ័យសវណ្ណគឺនៅភូមិនៅឃុំសម្បូរបាទស្រុកស្វាយទៀបខេត្តស្វាយរៀងយ៉ាងម៉េចហើយដើរចូលសម្រាប់សីហាកណ្ដាប់ដៃវាយខ្លាំងលើកដៃបន្តិចទាត់មួយជើងស្កាត់កែងផុតមួយរបស់បង្គោលខៀវធាក់មួយជើងរបស់ខៀវឃើញថាច័ន្ទសីហាគេធ្លាប់តែប្រកួតដំបូងមកយើងឃើញថាអត់អីទេនៅតែដើរចូលបាទសម្រាប់កីឡាកររូបនេះបាទដើរចូលដដែលសម្រាប់ជ័យសវណ្ណសីហាប្រកួតបានមួយដងដំបូងគឺចាញ់ហើយលើកនេះគេបង្ហាញពីភាពការរីកចម្រើនបច្ចេកទេសរបស់គេដែលបានធ្វើការហ្វឹកហាត់រៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងក្លឹបខេមរៈខ្លាហោះសូមជឿថាក្រោយការប្រកួតនេះកីឡាកររូបនេះនឹងធ្វើដំណើរចាក់ចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសបារាំងដើម្បីធ្វើការហ្វឹកហាត់ក្បាច់គុំបុរាណខ្មែរនៅទីនោះបន្តទៀតជាមួយនឹងក្លឹបនានាដែលជាសមាជិករបស់សហព័ន្ធកីឡាប្រដាល់ក្បាច់គុំបុរាណខ្មែរនៅប្រទេសបារាំងហើយគូនេះក៏ផ្ញើជូនទៅដល់មន្ត្រីបាទសហព័ន្ធកីឡាប្រដាល់ក្បាច់គុំបុរាណខ្មែរនៅក្នុងប្រទេសបារាំងផងដែរក៏ដូចជាកីឡាករទាំងអស់ដែលកំពុងតែទស្សនាដូចគ្នាដែរបាទពេលនេះเขาនៅបារាំងក៏កំពុងតែទស្សនាគូនេះផងដែរគូបញ្ជាក់ថាកីឡាករជាង 2000 នាក់កំពុងតែហាត់រៀនក្បាច់គុនខ្មែរនៅបារាំងបាទហើយក៏ផ្ញើជូនទៅលោកបណ្ឌិតនាមស៊ីសារ៉ាបាទដែលជាប្រធានសហព័ន្ធកីឡាក្បាច់គុនបារាំងខ្មែរនៅប្រទេសបារាំងកែងផុតមួយរបស់សីហាបន្តប្រើកណ្ដាប់ដៃបន្ថែមទៀតវាយចេញពីខាងស្វែងស្រាមឥឡូវនេះកំពុងសម្រុកទៅលើកីឡាករជ័យសវណ្ណប្រើកែងមួយលោកអញ្ញាកណ្ដាលរៀមកុសលចូលមកបំបីកីឡាករជ័យសវណ្ណគឺអ្នកស្វាយរៀងជួបជាមួយនឹងអ្នកក្រុងប៉ារីសដើរចូលកាច់បន្តិចជង្គង់ពីក្រោយមួយខ្ពស់របស់បង្គោលក្រហមហើយការប្រកួតរបស់យើងដំណើរការទៅបានដោយសារមានការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរខ្មែរដែលជាស្នាដៃកូនខ្មែរផលិតនៅស្រុកខ្មែររោងចក្រដំបូងបំផុតដែលជារបស់ខ្មែរជិតមកដល់នៅពេលឆាប់ខាងមុខនេះហើយជង្គង់មួយរបស់បង្គោលខៀវបង្កើនប្រើជង្គង់បន្តទៀតជង្គង់បង្គោលក្រហមក៏វាយសងវិញដែរសម្រាប់ជង្គង់របស់គេសងទៅសងមកដូចគ្នាកំពុងតែកាយគ្នាចុះឡើងចប់ទឹកទី1គូទី2ទឹកទី2លោកស្រីនាងកញ្ញាជាទីមេត្រីសូមទស្សនាទៅលើសង្វៀនរបស់យើងរវាងកីឡាករបង្គោលខៀវសញ្ជាតិបារាំងនិងបង្គោលក្រហមសញ្ជាតិកម្ពុជាបាទសញ្ជាតិខ្មែរបាទសញ្ជាតិខ្មែរបាទឥឡូវនេះគឺថាកីឡាករតែពីរកំពុងចាប់អោបគ្នាឡាំគ្នាបាទលោកអាញាកណ្ដាលធ្វើការបំបែកបង្គោលខៀវសញ្ជាតិបារាំងសាច់ស្បែកសបាទបំបែកលាបលេទេបងប្អូនបាទសញ្ជាតិបារាំងគ្នាខំប្រឹងហាថ្ងៃមួយថ្ងៃបើនៅតែមិនខ្មៅមកខ្មៅលោកកងហ៊ុននៅក្នុងម៉ាស៊ីនជែករលថ្ងៃនេះវិញបាទលោកស្រីទស្សនាការប្រកួតបន្តទៀតយើងឃើញថាទឹកទី2នេះជាវេលារបស់បង្គោលក្រហមជ័យសវណ្ណគេបានបង្កើនការប្រកួតច្រើនទៅលើគូប្រកួតរបស់គេដែរបង្កើតកាយគ្នាចូលយ៉ាងម៉េចដើរចូលទាត់មួយជើងរបស់បង្គោលក្រហមកំពុងតែដេញវិញហើយសម្រាប់ទឹកទី2នេះឥឡូវនេះយើងសង្កេតមើលទៅលើកីឡាកររបស់យើងជាបន្តទៀតវិជ័យបង្គោលក្រហមបង្គោលខៀវឈរកកំឡោះអាយយមួយជើងរបស់វិជ័យសងវិញរបស់សីហាក្រហមចុងច្រមុះហើយបាទសីហាបង្គោលខៀវក្រហមចុងច្រមុះបាទថ្ងៃនេះសញ្ជាតិបារាំងនិងសញ្ជាតិខ្មែរបាទសញ្ជាតិខ្មែរលេងសញ្ជាតិបារាំងមួយជើងបាទឥឡូវសងមកវិញរបស់បង្គោលខៀវអាយយកណ្ដាប់ដៃ1 2បាទបងប្អូនជនរួមជាតិជាទីមេត្រីកំពុងទស្សនាបាទច័ន្ទសីហានេះគឺថាឈ្មោះក្នុង
ប្រហែលជាមុសជើអីមិនដឹងទេបាទប៉ុន្តែនៅហាត់ឯនេះគឺថាច័ន្ទសីហាបាទសញ្ជាតិបារាំងមកហាត់នៅព្រះរាជាណាចក្រកម្ពុជារបស់យើងបាទអូមានមិត្តភ័ក្តិរបស់គាត់មកមើលច្រើនណាស់ថ្ងៃនេះបាទអណ្ដាប់ដៃ1-2របស់សីហាបណ្ដាលឲ្យវិជ័យសឹងតែទ្រាំមិនបានបាទអណ្ដាប់ដៃរបស់សីហាធ្ងន់ទៅលើវិជ័យបាទវិជ័យរកអេសានសឹងតែមិនឃើញបាទបាទឥឡូវចូលបន្តទៀតវិជ័យទាត់ក្រោមបណ្ដាលឲ្យសីហាសឹងដៃខោបាទសីហាញួយបន្តិចសីហាប្រើកណ្ដាប់ដៃសបរិមអូសអនុជិតមួយរវងប្រច័នសេដាថ្វាយផ្កាបរិមអាយ៉ាយ៉ាងម៉េចឡើងជង្គង់បានមិនបានសីហាចេះឡើងជង្គង់ទេបាទអាយ៉ាមកឆាកលែងខ្លួនមិញនេះគឺថាគេហៅថាទូភីនប់ដំបូកបាទគេចង់ភ្លេចក្បាច់បុរាណខ្មែរយើងបាទបាញ់មិញនេះទូភីនប់ដំបូកបាទកណ្ដាប់ដៃរបស់សីហាដាល់ទៅលើផ្ទៃមុខរបស់កកនៅលើសង្វៀនបដាទទួលបយ័នតែម្ដងដែលនេះបង្ហាញឲ្យឃើញពីការគ្រប់គ្រងនៅវិស័យកីឡាបដារបស់ព្រះរាជាណាចក្រកម្ពុជាបាទឥឡូវទស្សនាទឹកទី3បន្តទៀតចុងទឹកឥឡូវនេះគេដូរគេហៅថាបច្ចេកទេសនៃការវាយសម្រាប់ច័ន្ទសីហាគេដូរចំហបន្តិចដើរចូលប្រើកណ្ដាប់ដៃរបស់គេរឹងកំពុងតែកាច់បង្វិលគ្នាចូលឡើងលោករៀងកសលកំពុងតែតាមសម្លឹងកីឡាករហើយការប្រកួតរបស់យើងដែលជក់ចិត្តរៀងរាល់ថ្ងៃអាទិត្យនេះដំណើរការទៅបានដោយសារតែមានការបន្តពីក្រុមហ៊ុន Chimong Concrete បេតុងលាយស្រែកក្រុមហ៊ុនមានសេវាកម្មបេតុងដែលមានរោងចក្រផលិតបេតុង3ហើយនៅពេលនេះ Chimong Concrete មានទំនុកចិត្តទាំងគុណភាពសេវាកម្មបរិមាណនៃបច្ចេកវិទ្យាយ៉ាងម៉េចឱកាសរបស់សីហាសម្រុកចូលសូមបញ្ជាក់ផងដែរថារោងចក្រផលិតបេតុងទី3របស់ក្រុមហ៊ុន Chimong Concrete នោះគឺមាននៅក្នុងខេត្តពិសេសនោះដំណើរការប្រកួតបន្តទៀតដើរចូលរហូតបាទសម្រាប់ច័ន្ទសីហាជង្គង់ពីក្រោយមួយរបស់បង្គោលក្រហមជ័យសវណ្ណគឺអ្នកភូមិកអូក្អាមបាទឃុំសម្បូរស្រុកស្វាយទៀមខេត្តស្វាយរៀងដើរចូលកែងមួយរបស់សីហាប្រើកណ្ដាប់ដៃមិនធម្មតាដែរកែងបន្តទៀតរបស់សីហាឃើញថាការប្រកួតលើកមុនរបស់សីហាហើយនឹងពេលនេះឃើញថាការប្រកួតរបស់គេបច្ចេកទេសនៃការប្រកួតមានការកើនឡើងហើយគេមានការយល់ដឹងពីក្បាច់គុណបុរាណខ្មែរដែលជារបស់ខ្មែរនោះយ៉ាងច្រើនផងដែរបាទនេះកំពុងតែកាច់គ្នាហើយលោកអាញាកដាលោករៀមកសលបំបីកីឡាករប្រកួតតជ័យសវណ្ណយ៉ាងម៉េចហើយសីហាកំពុងតែបង្កើនការវាយកំពុងតែកាច់គ្នាបន្តទៀតជង្គង់មួយរបស់សីហានេះជាការប្រកួតក្បាច់គុណបុរាណខ្មែរប្រភេទទម្ងន់71គីឡូក្រាមកំពុងតែចាប់ប្រដៃបន្តគ្នាបន្តជង្គង់ពីក្រោយមួយរបស់បង្គោលក្រហមជ័យសវណ្ណហើយក្រៅពីនោះការប្រកួតរបស់យើងអាចដំណើរការដោយសារមានការឧបត្ថម្ភពីទឹកដោះគោខាប់លីកកំពុងតែកាយបន្តទៀតជង្គង់មួយពីក្រោយធ្វើមិនបានល្អលោករៀងកសលបំបីកីឡាករជាថ្មីកណ្ដាប់ដៃវាបន្តទៀតកែងមួយទៀតរបស់ផុតបន្តិចចាប់កកបានធ្វើឲ្យអត់កើតលោកអាញាកដាញ៉ៃជាថ្មីពេលនេះគ្រាន់តែជាទស្សនភាពនៃទឹកទី3សីហាទាត់ជើងក្រោមមួយចូលអត់ចុះទេកំពុងតែសម្លឹងដូចគ្នាតកឃ្លៀបន្តិចសម្រាប់បង្គោលខៀវចានសីហាបង្គោលក្រហមហាក់ដូចជាលេងសូវរហ័សរហួនប្រមាណហើយឈរត្រឹងដែររំកិលជើងបន្តិចដើរចូលរកគូប្រកួតតែសីហាកំពុងសម្រុកទាត់មួយជើងក៏មិនបានផលជើងស្រាចាប់ជើងពីរជាប់ទាត់សងវិញដូចគ្នាដើរចូលបន្តិចសម្រាប់ក្រហមសីហាឈរបន្តិចឡើងជង្គង់បានសម្រាប់ទេអត់ទេលោកអញ្ញាកដារៀមកសលញ៉ៃកីឡាករសូមបញ្ជាក់ថាក្រុមហ៊ុនទឹកដោះគោខាំម៉ាឡេកម្មវិធី promotion ពិសេសដោយគ្រាន់តែលោកអ្នកបកស្លាកសញ្ញាលើកំប៉ុងតែសម្រាប់មកចូលទស្សនាការប្រកួតកីឡាបដាទទួលបយ័នសប្តាហ៍ទី101ហើយអ្វីដែលគេកំពុងតែតន្ទឹងរង់ចាំគឺគូឯកសប្តាហ៍នេះវត្តមានទូចរាជសីល្បីថាខ្លាំងវាយមិនចេះឈឺជួបជាមួយនឹងអ្នកប្រដាល់កៅឡាមួយជើងរបស់ជ័យសវណ្ណជើងបន្តទៀតរបស់សវណ្ណពីរជើងហើយតែច័ន្ទសីហាបាទកំពុងតែដើរចូលអូបាយឆាកន្លែងខ្លួនបកធ្វើលោតធាក់គូប្រកួតផងដែរដើរចូលតបមួយជើង
ឃើញថាលោតចុះឡើងចល័តចុះឡើងដើម្បីយកព្រៀបទៅលើគូប្រកួតបន្តិចកែមួយរបស់ចាន់សីហាក៏មកឆាកលែងខ្លួនប៊ីត្រូវមួយដៃបន្តហើយបន្ថយវាយចេញគេកំពុងតែយាដៃវែងទៅលើគូប្រកួតរបស់គេដើរចូលដល់ដែរមិនខ្លាចឈឺទេតែជ័យសវណ្ណទុកចូលជាមួយនឹងភាពក្អេងក្អាងរបស់បង្គោលខៀវបានដែរទេគណៈពេលដែលបង្គោលខៀវកំពុងតែសម្រុកកណ្ដាប់ដៃវាយទៅជាមួយផងដែរតតតូបមួយសីហាដើរចូលជ័យសវណ្ណរស់ស្នៀមណាស់ដើម្បីបង្ក្រាបកុំឲ្យច័ន្ទសីហានឹងសម្រុកចូលពេកបានដែរឬអត់គឺថាចាប់អោបគ្នាជាថ្មីអាញាកណ្ដាលលោកញ៉ៃកីឡាករដើរចូលបន្តទៀតទាត់មួយជើងទាត់បន្តកណ្ដាប់ដៃមួយរបស់ច័ន្ទសីហាសម្រុកហើយកំពុងតែចាប់អោបជាថ្មីប្រើកែងកោះចេញអត់រួចឲ្យខ្នងបន្តិចអាញាកណ្ដាលលោកបំបីកីឡាករលើកជើងមួយបន្តិចសម្រាប់ជ័យសវណ្ណទាត់មួយជើងរបស់សវណ្ណកំពុងតែកាច់គ្នាកាច់កកបង្គោលក្រហមអញ្ញាកដាលោកបំបែកកណ្ដាប់ដៃមួយពីរដៃបីដៃរបស់សិនសីហាក៏វាយទៅលើគូប្រកួតគង្គង់មួយបន្ថែមទៀតបាទពិតជាមិនធម្មតាសម្រាប់សីហាបាទគេប្រើកណ្ដាប់ដៃពីរបីដៃហើយគេបានដាក់មួយជង្គង់ទៅលើគូប្រកួតទៀតធាក់មួយជើងស្នេហ៍របស់គេមិនខុសពីចាន់រតនាប្រហែលទេមកឆាកលេងក្លូនបន្តិចកណ្ដាប់ដៃវាយត្រង់មួយពីរចង្គង់ពីក្រោយរបស់ជ័យសវណ្ណអញ្ញាកណ្ដាលលោកបំបែកប្រកួតតធាក់មួយជើងបន្តទៀតកណ្ដាប់ដៃវាយចេញឆ្វេងស្ដាំយកចង្គង់តប្រថាឲ្យខ្នងបន្តិចអញ្ញាកណ្ដាលលោកញ៉ៃកីឡាករចាប់ទឹកទី4លីបាទទឹកដល់គោខាំលីគឺតែចូលមានឱកាសឈ្នះរង្វាន់ផងដែរគ្រាន់តែយើងហែកស្លាកសញ្ញានៅលើកំប៉ុងមើលនៅខាងក្រោយលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់លុយសុទ្ធភ្លាមពី1000រៀលរហូតទៅដល់1លានរៀលបើឃើញពាក្យសូមអរគុណសូមកុំអាលបោះចោលលោកអ្នកអាចទៅសេឈ្មោះអាស័យដ្ឋានឲ្យបានច្បាស់ដើម្បីចូលរួមផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream 2010ចែកជូន2គ្រឿងរៀងរាល់ខែគាត់ទៅជើងបន្តរបស់ជ័យសវណ្ណគេបង្កើនការទាត់ជើងក្រោមបន្តទៀតកណ្ដាប់ដៃវាយសម្រុកទៅលើគូប្រកួតបាទឃើញថាផ្លត់បន្តិចបាទសម្រាប់ចាន់សីហានេះជាទស្សនវិជ្ជាទឹកទី5កែងមួយរបស់សីហាកំពុងតែកាច់កកមកក្រៅបន្តិចមិនថ្មីទេសម្រាប់កីឡាករបង្គោលខៀវនេះការប្រកួតដំបូងគឺគេវាយគឺលក្ខណៈមិនទាន់មានបច្ចេកទេសខ្លាំងក្លាទេតែដោយសារតែធ្វើការហ្វឹកហាត់រាល់ថ្ងៃឃើញថាការប្រកួតរបស់គេមានការឡើងប្រកួតតកាយបន្តិចជ័យសវណ្ណប្រកួតបាន4ដងឈ្នះ2ចាញ់2ចំណែកច័ន្ទសីហាប្រកួតបាន1ដងចាញ់អូយមួយជើងរបស់ជ័យសវណ្ណអ្នកឃុំសម្បូរស្រុកស្វាយទាបខេត្តស្វាយរៀងចំណែកឯច័ន្ទសីហាឈ្មោះខ្មែរតែសញ្ជាតិបារាំងអណ្ដាប់ដៃវាយចេញបន្តទៀតឆ្វេងស្ដាំចូលគៀបបន្តិចសម្រាប់ជ័យសវណ្ណប្រមបញ្ចឹងគេបង្គោលក្រហមបង្គោលខៀវវាយមិនសំចៃអញ្ញាកណ្ដាលលោកបំបីកីឡាករបើឃើញថាមានបញ្ហាសម្រាប់ប្រដាប់ការពារថ្មីបន្តិចប្រកួតតបាទប្រកួតតទស្សនាការប្រកួតបន្តទៀតគេកកមួយលោកអញ្ញាកណ្ដាលញ៉ៃកីឡាករសូមបញ្ជាក់ផងដែរថាសម្រាប់ថ្ងៃអាទិត្យទី30គឺមានការប្រកួតជំរុះដណ្ដើមប្រាក់លានក្រុមហ៊ុនជីម៉ុងឱកាសរបស់ច័ន្ទសីហាកំពុងតែសម្រុកការវាយទៅលើគូប្រកួតរបស់ពួកគេប្រកួតតដើរចូលតមួយជើង
វាយពីក្រោម1 2ឆ្វេងស្ដាំបញ្ញាកណ្ដាលលោកចូលអន្តរាគមឃើញថានៅថ្ងៃសៅរ៍ទី30ខែឧសភាគឺមានការប្រកួតចម្រុះដណ្ដើមប្រាក់លានជាម៉ងលើវេទម្ងន់63គីឡូក្រាមកន្លះហើយក្នុងនោះគូកេតយុបាទគូកេតយុសម្រាប់ថ្ងៃទី30ខែឧសភានោះគឺវត្តមានរបស់ឡៅស៊ីណាតប្រកួតជាមួយនឹងសូយលៀបប្រកួតតកណ្ដាប់ដៃវាយបន្ថែមទៀតសម្រាប់ចន្ទថា1 2ឆ្វេងស្ដាំជ័យសវណ្ណនៅតែសម្រុកចូលទៅបីគូអូហូយវាយផ្ដាច់ចុងក្រោយធ្វើគូប្រកួតស្រងាក់ចិត្តដោយសារតែការវាយរបស់ខ្លួនចន្ទថាដើរចូលកណ្ដាប់ដៃចូលត្រូវវាយមួយដៃបន្តទៀតចប់ទឹកទី5បាទបន្តិចទៀតលោកនាងនឹងបានជ្រាវអំពីលទ្ធផលថាតើជ័យសវណ្ណបង្គោលក្រហមឬក៏ចាន់សីហាបង្គោលខៀវជាអ្នកទទួលបានជ័យជំនះហើយសូមបញ្ជាក់ថាការប្រកួតរបស់យើងដំណើរការទៅបានដោយសារមានការឧទ្ធម្ភាពីក្រុមហ៊ុនស៊ីម៉ងអូតនិងស៊ីម៉ងវីក្រុមហ៊ុនស៊ីម៉ងអូតបាទមានកម្មវិធីឈ្នះហើយឈ្នះទៀតសម្រាប់ឆ្នាំ2010អតិថិជនជាស៊ីម៉ងអូតមានសំណាងដល់ទៅ2ដងដោយបានឆ្នោតមួយសន្លឹកក៏ឈ្នះលុយសុទ្ធភ្លាមហើយសំណាងទី2ទៅសេឈ្មោះនិងលេខទូរស័ព្ទដាក់ក្នុងធុងឆ្នោតចាប់រង្វាន់ជាច្រើនដូចជាម៉ូតូទូរស័ព្ទដៃទូរទស្សន៍និងប្រេងឆាឈ្នះហើយឈ្នះទៀតឈ្នះរហូតពីស៊ីម៉ងអូតប្រើស៊ីម៉ងអូតបន្សល់មរតកសម្រាប់មនុស្សជំនាន់ក្រោយឥឡូវនេះលោករៀមកសោកំពុងតែដើរប្រមូលរបាយការណ៍ពីចៅក្រមទាំង5ដែលវិនិច្ឆ័យទៅលើគូទី2នេះរវាងជ័យសវណ្ណបង្គោលក្រហមជាមួយនឹងច័ន្ទសីហាបង្គោលខៀវយ៉ាងម៉េចតើជ័យជំនះបានទៅណាបង្គោលខៀវឈ្នះបង្គោលក្រហមដោយពិតច័ន្ទសីហាឈ្នះជ័យសវណ្ណដោយពិន្ទុ